មានសាលារៀនមួយត្រូវបានគេបោះបង់ចោលអគារឈើចាស់ៗដែលរលួយហើយបង្អួចខូចខាតស្ទើរតែទាំងអស់ជារៀងរាល់យប់តែងតែមានឮសូរសំឡេងក្មេងយំនិងសំឡេងកៅអីអស់ចេញពីថ្នាក់រៀននោះគ្មាននរណាម្នាក់ហ៊ានទៅក្បែរនោះនៅពេលថ្ងៃលិចនោះទេក៏ប៉ុន្តែមានសិស្សចំនួន3នាក់ដែលមានឈ្មោះថារ៉ាធីនិងចនាបានសម្រេចចិត្តទៅថតវីដេអូនៅក្នុងសាលាចាស់នោះដើម្បីយកមកបង្ហោះនៅក្នុង YouTube ក្នុងយុគនោះពួកគេបានយកពើនិងកាមេរ៉ាបានដើរចូលទៅក្នុងសាលាដែលងងឹតខ្យល់បានបោកបក់ទៅតាមចង្អុលនៃបង្អួចហើយបានឮសូរសំឡេងទ្វារឈើលាន់ឮសូរកក្រឹកចនាបានឮសំឡេងហើយបាននិយាយយ៉ាងញញឹមគ្មានខ្មោចនោះទេវាគ្រាន់តែជាសំឡេងខ្យល់តែប៉ុណ្ណោះតែភ្លាមសំឡេងក្មេងស្រីម្នាក់បានបន្លឺឡើងចេញពីថ្នាក់រៀនមួយនៅឯខាងចុងគ្រូខ្ញុំខ្លាចអ្នកទាំង3ក៏នៅស្ងៀមរ៉ាបានបើកទ្វារថ្នាក់យ៉ាងយឺតនៅខាងក្នុងមានតែតុចាស់និងក្តារកៅអីពោពេញទៅដោយធូលីក៏ប៉ុន្តែនៅលើក្តារខៀវមានអក្សរសរសេរថ្មីដោយដៃសថាកុំបិទភ្លើងភ្លាមនោះភ្លើងពើរបស់វុធីក៏បានរលត់សនឈឹងសំឡេងកៅអីក៏ចាប់ផ្ដើមអស់យ៉ាងយឺតក្រឹករ៉ាបានចាប់ផ្ដើមហុយហើយបានបើកកាមេរ៉ាទូរស័ព្ទដើម្បីបំភ្លឺនៅខាងចុងថ្នាក់គាត់បានឃើញក្មេងស្រីម្នាក់កំពុងតែអង្គុយបែរខ្នងសក់របស់នាងវែងហើយពាក់ឯកសណ្ឋានសាលាពណ៌សប្រឡាក់ដោយឈាមវុធីបានខ្សឹបនោះនៅណាគេនោះក្មេងស្រីនោះបាននៅស្ងៀមមួយសន្ទុះដោយក្បាលរបស់នាងក៏បានបង្វិលថ្ងៃក្រោយយ៉ាងយឺតភ្នែកខ្មៅទទេនិងមាត់ញញឹមធំខុសពីមនុស្សធម្មតារ៉ានិងវុធីបានស្រែកឡើងទាំងភ័យហើយបានរត់ចេញពីថ្នាក់នោះយ៉ាងភ្លាមតែចនាបានឈរនៅកន្លែងដូចជាមនុស្សត្រូវបានគេគ្រប់គ្រងក្មេងស្រីខ្មោចនោះបានឈរពីក្រោយខ្នងយ៉ាងយឺតហើយបានដើរមកជិតគាត់ជើងរបស់នាងបានអស់នៅលើអត់ឈើចាស់នោះតែបានបន្សល់ទុកតែឈាមខ្មៅនៅលើតាមផ្លូវរ៉ាបានស្រែកចនារត់ទៅតែចនាមិនឆ្លើយតបឡើយគាត់បានសម្លឹងមើលទៅកាន់ក្មេងស្រីនោះដោយភ្នែកទទេភ្លាមដៃដោះតស្លេកស្លាំងមួយបានចង្អុលទៅលើដាខៀនអក្សរថ្មីមួយលេចឡើងដោយខ្លួនឯងខ្ញុំត្រូវបានគេចាក់សោនៅទីនេះខ្យល់បានបោកបក់យ៉ាងខ្លាំងរហូតដល់បង្អួចទាំងអស់ត្រូវបានបិទជាប់ពាំងផាំងពុទ្ធីបានយំទាំងកាប់ភ័យយើងត្រូវតែចេញពីទីនេះឥឡូវនេះតែទ្វារថ្នាក់មិនអាចបើកចេញបាននោះទេស្រាប់តែសំឡេងរបស់ក្មេងស្រីជាច្រើនបានបន្លន់ឡើងនៅជុំវិញថ្នាក់លេងជាមួយពួកខ្ញុំលេងជាមួយនឹងពួកខ្ញុំកៅអីនោះក៏ចាប់ផ្ដើមកំដៅដោយខ្លួនឯងសៀវភៅចាស់បានហោះពីពេញបន្ទប់ខណៈពេលដែលកាមេរ៉ារបស់រ៉ាបានបញ្ចេញសំឡេងរំខានយ៉ាងខ្លាំងនៅលើអេក្រង់កាមេរ៉ារបស់រ៉ាមានអ្វីមួយតែភ្នែកច្រើនមើលមិនឃើញមានក្មេងស្រីច្រើនកំពុងតែឈរពីពេញថ្នាក់ពួកគេឆ្លៀតសម្លៀកបំពាក់ឯកសណ្ឋានចាស់និងមានស្នាមមុខខ្មៅរលួយដូចជាសាកសពភ្លាមនោះក្មេងស្រីខ្មៅម្នាក់បាននិយាយយ៉ាងសម្លេងត្រជាក់ថាគ្រូបានដុតពួកយើងអ្នកទាំង3បានភ្ញាក់ផ្អើលពួកគេក៏ចាប់ផ្ដើមនឹកឃើញកាលពីប្រហែលឆ្នាំមុនមានអគ្គិភ័យបានឆេះឆាបសាលាមួយនេះហើយមានក្មេងជាច្រើនបានស្លាប់នៅក្នុងថ្នាក់តែគ្មាននរណាម្នាក់បានដឹងពីការពិតនោះទេប្រសពតែមានភ្លើងក្រហមមួយបានលេចឡើងនៅតាមជញ្ជាំងដូចជាភ្លើងកំពុងតែឆាបឆេះពិត
ក្លិនផ្សែងពីពេញបន្ទប់តែសំឡេងក្មេងស្រីបានស្រែកយំពីពេញសាលាចិនណាបានបែរមុខមករកភ័ក្ររបស់គាត់យ៉ាងយឺតប្រានិងវុទ្ធីបាននាំគ្នារត់ថយក្រោយទាំងដៃខ្លាចស្ទើរតែដៃខ្យល់ចិនណាបានឈរនៅកន្លែងនោះមុខរបស់គាត់ស្លេកស្លាំងហើយភ្នែកខ្មៅដូចជាព្រលឹងសំឡេងរបស់គាត់បានប្រែទៅជាស្អកមិនដូចជាមនុស្សធម្មតានោះទេពួកគេនៅតែឆេះនៅទីនេះភ្លាមភ្លើងក្រហមនៅតាមជញ្ជាំងកាន់តែខ្លាំងឡើងថ្នាក់រៀនទាំងមូលដូចជាត្រូវអគ្គិភ័យលេបត្របាក់សំឡេងក្មេងស្រីយំបានស្រែកសុំជំនួយនិងសំឡេងភ្លើងឆេះឈើបានលាន់ឮពីចិនទៅជារានិងវុទ្ធីបាននាំគ្នារត់ទៅកាន់ទ្វារតែច្រកនៅខាងក្រៅបានជាប្រែទៅជាងងឹតគ្មានទីបញ្ចប់សំឡេងក្មេងស្រីដើរនៅពីខាងក្រោយលាន់សរតែតុកវុទ្ធីបានញ័រហើយសំឡេងរបស់គាត់បាននិយាយថាពួកវាកំពុងតែតាមយើងហើយរាបានបើកកាមេរ៉ាបំភ្លឺម្ដងទៀតនៅលើអេក្រង់មានខ្មោចជាច្រើនកំពុងតែឈរនៅពីពេញច្រកដើរខ្លះមានសម្លៀកពាក់ខ្លះមានស្បែករលួយមុខអ្នកខ្លះត្រូវបានឆេះហើយភ្នែកទាំងអស់បានសម្លឹងមើលមកពួកគេទាំងដែលកំហឹងស្រាប់តែចន្ទរាបានដេកមុខឡើងនៅចំពោះមុខពួកគេទាំងដែលមិនដឹងថាអ្នកដល់នៅទីនោះតាំងពីពេលណាគាត់បានញញឹមយ៉ាងយឺតគ្រូធំនៅជាន់ខាងលើភ្លាមកណ្ដឹងសាលាក៏ចាប់ផ្ដើមបន្លឺឡើងនៅខ្លួនឯងជាន់ខាងលើមានពន្លឺស្រអាប់មួយរានុវុទ្ធីបានឡើងទៅជាន់ខាងលើទាំងតែភ័យខ្លាចនៅខាងចុងផ្លូវមានបន្ទប់គ្រូធំដែលត្រូវបានចាក់សោជាប់នៅនឹងទីនោះដោយខ្សែចេះនៅលើទ្វារមានស្នាមដៃខ្មៅជាច្រើននិងអក្សរខូចដែលបានសរសេរថាកុំបើកតែស្រាប់តែមានឮសូរសំឡេងក្មេងស្រីម្នាក់បានឮពីក្រៅខ្នងរបស់ពួកគេថាការពិតនៅខាងក្នុងរាខំទាញខ្សោយនោះរហូតដល់បែកទ្វារបានបើកយ៉ាងយឺតនៅក្នុងបន្ទប់ងងឹតនោះមានតុគ្រូចាស់មួយនិងរូបថតរបស់សិស្សជាច្រើនដែលត្រូវបានភ្លើងឆេះខ្មៅតែអ្វីដែលពួកគេស្ទើរតែស្លាប់ដោយសារភាពភ័យខ្លាចនោះគឺនៅកណ្ដាលបន្ទប់មានមនុស្សកំពុងតែអង្គុយបែកខ្នងគាត់បានឆ្លៀតសម្លៀកពាក់របស់គ្រូចាស់ហើយស្បែកខ្នងរបស់គាត់ទលាយខ្លោចខ្មៅដូចជាសាកសពត្រូវបានឆេះភ្លាមក្បាលរបស់គាត់ក៏បានបង្វិលយ៉ាងយឺតមុខរបស់គាត់ឆេះខ្ទេចតែភ្នែករបស់គាត់ក្រហមភ្លឺនៅក្នុងទីងងឹតពួកអ្នកមកជួយពួកយើងមែនទេឬក៏ពួកអ្នកមកជំនួសពួកយើង